ថ្ងៃនេះគឺថាខ្ញុំនឹងមានឆ្លើយនៅខ្លួនឯងម្ដងមកឆ្លើយនោះគឺថាស្បែកជើងនេះចោលហើយខ្ញុំធ្វើដំណើរដោយមកពាក់ស្បែកជើងរហូតដល់ម៉ោង6បើខ្ញុំហ៊ានតែពាក់ស្បែកជើងនេះក្នុងលក្ខខណ្ឌណាមួយនោះខ្ញុំនឹងអស់ទឹកប្រាក់ចំនួន5000រៀលដើម្បីប្រគល់ទៅជូនយើងចូលដល់ការងារយើងតែម្ដងហើយការងារទី1គឺដកទឹកថយជាត្មងផងដែរគឺយើងក៏បានធ្វើការបញ្ចេញម៉ូតូដើម្បីទៅការទៅដងទឹកតែម្ដងហើយការធ្វើដំណើរមួយនេះផងដែរគឺថាយើងមិនពាក់ស្បែកជើងនោះទេអានេះគឺថាយើងបានធ្វើដំណើរមកដល់កន្លែងដងទឹកហើយនេះគ្រាន់តែជាកម្រិតដំបូងនៃ challenge របស់យើងតែប៉ុណ្ណោះគឺថាដល់ពេលនេះថាយើងបានធ្វើដំណើរមកដល់ផ្ទះហើយបាទបាញ់ថាទូរស័ព្ទពេញ memory ហ្នឹងអស់គ្នាហើយគឺថាអត់អីទេធ្វើដំណើរទៅកន្លែងទី2បាទហើយលើនេះគឺថាធ្វើដំណើរដោយថ្មើរជើងនេះមិនមែនជាបញ្ហារបស់ខ្ញុំព្រោះថាធ្វើដំណើរទៅតែម្ដងគឺទៅរៀនបាទគឺថាកុំឲ្យយប់យន្តសុបិនយូបាទគឺថាធ្វើដំណើរទៅតែម្ដងបាទហើយជាលើកដំបូងដែរបាទខ្ញុំដើរដោះស្បែកជើងបាទតាំងពីតូចមកគឺថាមិនសូវដែលជាដើរដោះស្បែកជើងប៉ុន្មានទេបាទគឺថាមិនថាមិនទេបាទតម្រងដើរនេះគឺថាស្មោះយកតែម្ដងបាទគឺថាពេលនេះផងដែរគឺថាយើងបានធ្វើដំណើរដល់ពាក់កណ្ដាលផ្លូវហើយនៅពេលនេះគឺថាដើរនៅលើផ្លូវជាតិនេះគឺថាក្តៅខាំតែនបាទហើយចូលតម្រំផ្លូវប៊ូតុងទេបាទនេះប៊ូតុងនេះមើលគឺថាក្តៅយកទៅមែនតែនតែម្ដងបាទហើយមិនបាច់ខ្វល់ច្រើនទេបាទគឺថា challenge នេះគឺថាតស៊ូទៅដល់ផ្ទះចងជើងតែម្ដងពេលនេះយើងធ្វើដំណើរដល់ស្រីណាអត់ជួយខាំទៅហើយក៏ដូចជាសពរដងផងដែរបាទគឺថាអត់មានគិតអីច្រើនទេម្ដងគឺថារៀនយកតែម្ដងអត់មានគិតយូរទេគឺថានៅពេលនេះគឺថាយើងបានធ្វើដំណើរទៅផ្ទះវិញហើយបាទថាដើរដោះទៅជើងបាទដូចនឹងឈួតដើរតាមផ្លូវបាទហើយអត់សូវក្តៅទេបាទថាល្ងាចហើយគឺថាយើងធ្វើដំណើរទៅផ្ទះបាទឡាមជើងខ្លឹមតែនបាទហើយមាត់នេះផងដែរគឺថាមិននឹងនិយាយស្អីទេបាទចាំបានទេមិនស្រាប់ទេដល់ពេលនេះថាយើងបានធ្វើដំណើរមកដល់ផ្ទះហើយដល់ពេលនេះគឺថា7ម៉ោង6ដែរហើយបាទជិតដល់ពេលដែលយើងសម្រាកហើយថាលាមជើងខ្លាំងតែនបាទបានទៅអង្គុយរៀនទៅអត់ធ្វើអីគឺថាដល់ពេលនេះថាមិនទាន់ដល់ម៉ោងគឺថាយើងក៏ឆ្លៀតទៅធ្វើការដាំបាយមួយផ្លែតសិនដែរបាទដើរឲ្យវាសឹកមេជើងសឹកអីសិនណាហើយបាទធ្វើការដាំបាយមួយខ្ញុំអត់ទេបាទគឺថាដល់ពេលនេះគឺថាម៉ោង6:00ហើយដល់ពេលដែលយើងបញ្ចប់ challenge តែម្ដងហើយអត់ពាក់ស្បែកជើង2ម៉ោងនេះបើថាចង់ឲ្យគេអ្នកនរគ្នាទាយមើល follow